ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញបងប្អូនពីរបៀបស្លសម្លសណ្តែកបណ្ដោះចាគ្រឿងផ្សំមានដូចខាងលើជាដំបូងគឺនាងខ្ញុំដាំទឹកចំនួន1លីត្រចាពេលដែលទឹកពុះគឺនាងខ្ញុំបង់សណ្តែកបណ្ដោះយើងចូលចាយើងស្ងោរវាឲ្យវាពុះបែបហ្នឹងមកគឺនេះខ្ញុំបង់ទឹកស៊ីអ៊ីវចំនួន1ស្លាបព្រាទឹកត្រីកន្លះស្លាបព្រាចាអំបិលប៊ីចេងកន្លះស្លាបព្រាខ្ទឹមចិញ្ច្រាំកន្លះស្លាបព្រាចាយើងកូរវាឲ្យសព្វរួចចុងក្រោយហ្នឹងគឺនាងខ្ញុំបង់ស្លឹកខ្ទឹមចូលចាយើងភ្លក់មើលចាគឺរសជាតិល្មមចាឃើញថាសម្លរបស់យើងហ្នឹងគឺឆ្អិនដែលរួចរាល់ហើយយើងអាចបិទហ្គាសដួសដាក់ចានបានចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំសូមអរគុណ